Bà caវិភាគដើមឈើបញ្ហាការវិភាគដើមឈើបញ្ហាយើងប្រហែលជាធ្លាប់ឃើញដើមឈើវាតែងតែមានដើមវាតែងតែមានឫសវាតែងតែមានស្លឹកបាទអញ្ចឹងអានេះជាធម្មជាតិរបស់ដើមឈើអញ្ចឹងយើងយកដើមឈើមកប្រៀបប្រដូចទៅជាបញ្ហាបាទអញ្ចឹងឧទាហរណ៍ខ្ញុំឲ្យបញ្ហាមួយដាក់ថាយុវជនអត់ក្លាហានអញ្ចឹងបញ្ហាយុវជនមិនក្លាហានណាហេតុផលរបស់វាគឺមកពីអីទី1ធ្លាប់ជួបរឿងមិនល្អយុវជនដែលធ្លាប់ជួបរឿងតក់ស្លុតធ្លាប់ខ្មោចលងឧទាហរណ៍អញ្ចឹងគាត់ខ្លាយជាមនុស្សដែលអត់ក្លាហានឬក៏គាត់ត្រូវបានគេសន្លត់គេគំរាមពីពេលវេលាណាមួយឥឡូវនេះគាត់លែងក្លាហានអញ្ចឹងអានេះគឺជារឹសនៃបញ្ហារឹសគល់នៃភាពមិនក្លាហានហ្នឹងមាន1 2 3 4 5អញ្ចឹងទៅអញ្ចឹងអាភាពមិនក្លាហានណាវាជះលទ្ធផលទៅជាស្អីវាលទ្ធផលកើតទៅជាស្អីឧទាហរណ៍កាលណាគាត់អត់ក្លាហានគាត់បាត់បង់ឱកាសគាត់បាត់បង់ឱកាសគាត់អត់ហ៊ានជួបគេអត់ហ៊ាននិយាយជាមួយគេអត់ហ៊ានសួរគេអញ្ចឹងការងារដែលប្រុងបានទៅអត់ព្រោះគាត់បានសួរណាអញ្ចឹងបាត់ដីក្លាហានបាត់មនុស្សល្អដែលខ្លួនស្រឡាញ់អញ្ចឹងយុវជនខ្លះអត់ក្លាហានដោយសារតែអីមកពីបដៅកូនមិនល្អឪពុកម្ដាយបដៅច្រើនតែវាយច្រើនតែតបអញ្ចឹងកូនរួញអត់ក្លាហានទេការសិក្សាបញ្ជាក់ថាកូនដែលបដៅដោយការវាយដោយរំពាត់ឬក៏ការវាយតបសម្លុតគាត់អត់ទៅក្លាហានទេណាមកពីគ្រួសារហេតុអីបានបដៅកូនអត់ល្អមកពីគ្រួសារក្រីក្រគាត់មានចំណេះដឹងទាបគាត់មិនសូវយល់អញ្ចឹងគាត់បដៅកូនអត់ល្អបាទអត់បដៅអត់ល្អធ្វើឲ្យកូនអត់ក្លាហានហើយកុំចេះនៅស្ងៀមកុំលូកអត់ឲ្យកូននិយាយអត់ឲ្យកូនក្លាហានវែកញែករកហេតុហើយនឹងផលណាខ្វះជំនាញទន់គាត់អត់មានបានជំនាញ soft skill គាត់អត់មានមិត្តល្អគាត់អត់បានធ្វើការងារស្ម័គ្រចិត្តណាយុវជនដែលធ្វើការងារស្ម័គ្រចិត្តគាត់បានឆ្លងកាត់វគ្គជំនាញទន់គាត់ឆ្លងកាត់ការជួបនេះជួបនោះអញ្ចឹងគាត់ក្លាហានប៉ុន្តែយុវជនមិនក្លាហានដោយសារតែចំណុចអស់នឹងអញ្ចឹងអាភាពមិនក្លាហានហ្នឹងវានាំឲ្យអីបាត់បង់ឱកាសក៏បាត់បង់ឱកាសមិនបានលើកមុខមាត់ប្រទេសជាតិណារៀនអត់ចេះគាត់អត់ក្លាហានគាត់រៀនអត់ចេះឆ្ងល់អត់យល់អត់សួរសងំតើគ្រូសួរវិញណាដល់ពេលអត់យល់ចេះតែនៅស្ងៀមអញ្ចឹងទៅបើគ្រូអត់សួរអត់ខ្ចីបានចម្លើយមិនដឹងអានឹងស្អីចេះឲ្យយកទៅមិនដឹងស្អីគេផងណាអត់តែខ្ចីខ្វល់អញមិនខ្វល់ណាបើអត់ខ្វល់អត់យល់រហូតហ្នឹងទៅណាចង់ចេះឲ្យសម្រាប់អាចារ្យចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់បើឆ្ងល់ទៅណាឲ្យសួរអញ្ចឹងមានន័យថាបើគ្រូបញ្យល់ឲ្យសួរឲ្យទាល់តែអស់អាចអស់នោមឲ្យយល់អញ្ចឹងដុតគល់គឺមានន័យថាជីកគល់សូមឲ្យអាចារ្យជួយបញ្យល់ណែនាំកន្លែងណាមិនច្បាស់កន្លែងណាវាមិនសូវសមគឺទៅជែកវែកញែកដេញដោលដើម្បីបានហេតុផលដែលល្អបានចំណេះដែលច្បាស់សម្រាប់ខ្លួនយើងយកទៅប្រើបាទកាលណាអត់ក្លាហានបាត់បង់ទំនាក់ទំនងឱកាសការងារលើគោកយើងអត់បានតាក់ទងគេបាទឃើញមនុស្សហើយឡៃអឹមអៀនគេយកបាត់គេតាក់ទងយកការងារនឹងបាត់ណាបាទអញ្ចឹងប្រសិទ្ធកាលណាគាត់បាត់ទំនាក់ទំនងក៏អត់មានប្រសិទ្ធភាពការងារទេធ្វើតែឯងហ្នឹងទៅស្គយការងារអត់មានទំនាក់ទំនងគ្នាល្អបាទអញ្ចឹងកាលណាគាត់រៀនអត់ចេះក៏អត់ជំនាញទៀតអត់ជំនាញអត់ការងារចំណូលទាបតែពេលចំណូលទាបគាត់ត្រឡប់មកក្រវិញទៀតណាតែកាលណាចំណូលទាបក្រចិញ្ចឹមកូនអត់ល្អណាចំណេះដឹងទាបចិញ្ចឹមកូនមិនល្អកូនគាត់ហ្នឹងអត់ក្លាហានទៀតអញ្ចឹងវាតជំនាន់អញ្ចឹងទៅពីជំនាន់មួយនៅតែក្រលហេមលហាមហ្នឹងរហូតហ្នឹងទៅអញ្ចឹងដើម្បី break ដើម្បីបំបែក cycle ហ្នឹងត្រូវតែកាត់រឹសនឹងចោលកុំឲ្យរឹសហ្នឹងវាដុះកុំឲ្យរឹសនៃបញ្ហាហ្នឹងវាដុះយើងអត់អាចទៅដោះស្រាយបញ្ហាខាងលើទេចំណូលទាបមិនអាចយកលុយទៅឲ្យគាត់ទេឲ្យគាត់បានចំណូលពោះវាអត់អាចទេអញ្ចឹងយើងត្រូវដោះរឹសរបស់វាបាទបញ្ហាអត់ជំនាញយើងអត់អាចយកជំនាញទៅឲ្យគាត់ទេយកជំនាញទៅឲ្យគាត់ទាំងដុំហ្មងគាត់ត្រូវការវិធីសាស្ត្រដោះស្រាយអញ្ចឹងអានេះបើសិនជាយើងកលេចមើលយើងចែកចេញជាដើមឈើគឺបញ្ហា
នៅខាងក្រោមគឺជាហេតុផលនៃបញ្ហាឬក៏យើងហៅថារឹសហើយនឹងខាងផ្នែកខាងលើគឺជាផលប៉ះពាល់នៃដើមឈើបញ្ហាបញ្ហានេះវានាំឲ្យមានផលប៉ះពាល់ខ្លះអញ្ចឹងនៅពេលដែលយើងឃើញបញ្ហាបែបហ្នឹងយើងត្រូវបង្កើតដំណោះស្រាយដោយប្រើដើមឈើបញ្ហានឹងឯងបាទមិញយើងបាននិយាយអំពីការរៀបចំគម្រោងអញ្ចឹងការរៀបចំគម្រោងគឺយើងយកដើមឈើបញ្ហាហ្នឹងយកមកបំលែងវាឲ្យទៅជាដើមឈើគោលបំណងបាទអញ្ចឹងដើមឈើគោលបំណងហ្នឹងគឺមានន័យថាយុវជនមិនក្លាហានទេយើងកែប្រែទៅជាយុវជនក្លាហានយុវជនក្លាហានត្រូវដោះបែបម៉េចដើម្បីឲ្យគាត់ក្លាហានមិញយើងថាបញ្ហារបស់យើងពីខាងដើមគឺអីគេណាគាត់ធ្លាប់ជួបរឿងមិនល្អអញ្ចឹងកុំឲ្យគាត់ជួបរឿងមិនល្អត្រូវតែមើលសុខទុក្ខសុវត្ថិភាពរបស់គាត់បាទនៅក្នុងភូមិឃុំរបស់យើងត្រូវមានភូមិឃុំសុវត្ថិភាពកុំឲ្យគាត់មានបញ្ហាជួបកុំឲ្យមានបញ្ហាខ្មោចលងហៅគ្រូចាប់ខ្មោចណាអញ្ចឹងអាហ្នឹងយើងត្រូវដោះស្រាយបញ្ហាហ្នឹងឬក៏អីចឹងទៅដើម្បីឲ្យយុវជនក្លាហានត្រូវតែបរៀនឪពុកម្ដាយឲ្យគាត់បដៅកូនល្អអញ្ចឹងត្រូវគ្រប់គ្រងដល់ជីវភាពរបស់គាត់ផងព្រោះគាត់ក្រក៏អត់មានពេលមកបដៅកូនទេអប់រំពីវិធីចិញ្ចឹមកូនណាបរៀនកូនចិញ្ចឹមកូនកុំឲ្យវាយត្រូវបញ្យល់ហេតុបញ្យល់ផលត្រូវបណ្ដុះបណ្ដាលជំនាញទុនដល់គាត់បាទត្រូវជំរុញឲ្យគាត់ធ្វើការងារស្ម័គ្រចិត្តឲ្យគាត់មានមិត្តល្អល្អណាអញ្ចឹងពេលយុវជនក្លាហានទៅអាតំណាក់តំណងមិនល្អហ្នឹងវានឹងទៅជាតំណាក់តំណងល្អឱកាសចាប់យកបានរៀនចេះមានជំនាញចំណូលខ្ពស់អញ្ចឹងអាហ្នឹងវាជាវត្តថ្មីមួយដែលយើងអាចបំបែកបានណាវាអត់អាចក្របកទៅវិញអញ្ចឹងវាទៅជារុញតគ្នាអញ្ចឹងអានេះហើយគឺជាដើមឈើបញ្ហាដែលយើងយកមកវិភាគតាមបែបហ្នឹងអញ្ចឹងការអនុវត្តដើមឈើបញ្ហាហ្នឹងគឺប្រើបានច្រើនបែបច្រើនយ៉ាងណាស់សម្រាប់ការវិភាគបញ្ហាណាយើងយកទៅវិភាគបញ្ហា1 2 3 4ផ្សេងអញ្ចឹងក្រហេតុអីបានគាត់ក្រយើងដេញគ្នាណាយើងដេញគ្នាអញ្ចឹងយើងអាចហៅប្រជាជនជំពាក់បំណុលឥឡូវយើងយកបំណុលមកធ្វើជាដើមឈើបញ្ហាប្រជាជនជាប់បំណុលវាន់កអញ្ចឹងបញ្ហានៃបំណុលវាន់កដោយសារអីមូលហេតុដែលធ្វើឲ្យបំណុលវាន់កមកពីអីចាយជះជាយចាយមិនចេះគិតចាយអត់មានផែនការឬក៏យើងអាចនិយាយថាខ្វះចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុទម្លាប់អត់គិតលុយអត់យកលុយអត់យកកាសយកមកគិតអត់យក Excel មកគិតបូកដកគុណចែកមើលទេគិតតែយល់ថាលុយនឹងវាគ្រប់ហើយអញ្ចឹងចាយតែផ្ដេសតែផ្ដាស់ទម្លាប់វត្ថុនិយមសម្ភារៈនិយមគាត់គិតតែពីរឿងធ្វើម៉េចឲ្យហ៊ឺហាឲ្យហំហានអត់គិតរឿងសមត្ថភាពរលុយណាអញ្ចឹងអានឹងការវិភាគបញ្ហាគឺវិភាគបែបហ្នឹងអញ្ចឹងអានេះគឺជាវិធីសាស្ត្រក្នុងការវិភាគដើមឈើបញ្ហា